មានអីទៅដែលថិតថេរនៅលើโลกនេះគ្មានសល់ឡើយមានតែភាពមិនថិតថេរទេដែលថិតថេរនៅលើពិភពលោកយើងនេះព្រះអាទិត្យពេលខ្លះក៏មានព្យុះពេលខ្លះក៏បញ្ចេញកម្ដៅធម្មតាព្រះច័ន្ទពេលខ្លះក៏មានពន្លឺភ្លឺល្អពេលខ្លះក៏ត្រូវពពកបាំងអាស្ម័យផែនដីម្ដងមានភ្លៀងម្ដងអត់ភ្លៀងម្ដងក្តៅម្ដងត្រជាក់នេះជាការផ្លាស់ប្ដូរនៃដួងផ្កាយនិងភពទាំងនេះចុះអុយដែលមានវត្តមាននៅលើភពផែនដីតើវាស្ថិតស្ថេរទេរបស់ទាំងនោះក៏មិននៅមួយកន្លែងដែលយន្តហោះកប៉ាល់កាណូតផ្ទះអគាររុក្ខជាតិព្រៃភ្នំទាំងអស់នេះក៏នឹងត្រូវវិនាសទៅវិញជាដាច់ខាតទោះបីយូរក្តីឆាប់ក្តីចុះជីវិតរបស់មនុស្សយើងចាប់បដិសន្ធិក្នុងផ្ទៃម្ដាយរួចក៏អាចស្លាប់បានពេលកំពុងសម្រាលក៏អាចស្លាប់កាលសម្រាលហើយ1ម៉ោង1ថ្ងៃ1សប្តាហ៍1ខែ1ឆ្នាំក៏អាចស្លាប់បានគ្រប់ពេលវេលាគ្រប់ទីកន្លែងឲ្យតែមានហេតុបណ្ដាលក៏គ្រាន់ជីវិតមួយនេះមិនថានៅក្នុងផ្ទះក្នុងសាលាក្នុងកន្លែងធ្វើការក្នុងទឹកលើគោកឬថាក្នុងអាកាសនោះទេក៏អាចស្លាប់បានជីវិតនេះផុសស្រួយណាស់ចំណេះជំនាញដែលត្រូវរៀនគប្បីសិក្សាឲ្យហើយអំពុលល្អតាមកាយតាមវាចាចិត្តដែលត្រូវដកខាត់អកុសលចាំបាត់ត្រូវតែប្រញាប់ធ្វើឲ្យហើយអានដោយសំឡេងសាបនិមិត្តសារិកា AI